ប្រាសាទព្រះគោមានទ្រង់ទ្រាយរាងជាការ៉េព័ទ្ធជុំវិញទៅដោយកំផែង4ជាន់ព្រមទាំងមានខ្លោងទ្វារនៅគ្រប់ជាន់ទាំងអស់ចំណែកកំផែងទី2បានរលុះបាក់ខ្ទេចខ្ទីអស់ទៅនៅសល់តែសំណល់ថ្មរីឯបរិវេណខាងក្នុងផ្នែកកណ្ដាលមានរាងចតុកោណកែងមានប្រាង្គចំនួន6សង់រៀងគ្នាជាពីរជួរនៅលើខឿនរាបស្មើទល់មុខទន្ទឹមគ្នាចំពីមុខប្រាង្គប្រាសាទបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនាតាមរយៈ Channel ខ្មែរ Story នៅថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិប្រាសាទព្រះគោមកជម្រាបជូនដល់ពុកម៉ែបងប្អូនដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅប្រាសាទព្រះគោស្ថិតនៅភូមិឪឡៅឃុំប្រាសាទបាគងស្រុកប្រាសាទបាគងនៅចន្លោះប្រាសាទបាគងនិងចន្លោះប្រាសាទលលៃមានចម្ងាយនៅពាក់កណ្ដាលផ្លូវរវាងប្រាសាទបាគងនិងថ្នល់ជាតិប្រាសាទនេះកសាងដោយព្រះបាទឥន្ទ្រវរ្ម័នទី1នៅចុងសតវត្សទី9ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈហើយជាប្រាសាទសម្រាប់បូជាសពព្រះមេត្តាបិតាព្រមទាំងព្រះឯកកោមេត្តារបស់ព្រះអង្គនិងបុព្វការីជនរបស់ទ្រង់មានព្រះបាទជ័យវរ្ម័នទី2និងអគ្គមហាសីប្រាសាទព្រះគោមានទ្រង់ទ្រាយរាងជាការ៉េព័ទ្ធជុំវិញទៅដោយកំផែង4ជាន់ព្រមទាំងមានខ្លោងទ្វារនៅគ្រប់ជាន់ទាំងអស់ចំណែកកំផែងទី2បានរលុះបាក់ខ្ទេចខ្ទីអស់ទៅនៅសល់តែសំណល់ថ្មរីឯបរិវេណខាងក្នុងផ្នែកកណ្ដាលមានរាងចតុកោណកែងមានប្រាង្គចំនួន6សង់រៀងគ្នាជាពីរជួរនៅលើខឿនរាបស្មើទល់មុខទន្ទឹមគ្នាចំពីមុខប្រាង្គប្រាសាទតួប្រាសាទស្ថិតនៅលើខឿនជួរមុខសម្រាប់ឧទ្ទិសថ្វាយដល់បុព្វបុរសខាងឪពុកគេឃើញមានលម្អដោយអ្នកយាមប្រុសនៅសងខាងទ្វារប្រាសាទចំណែកប្រាសាទឯទៀតស្ថិតនៅជួរខាងក្រោយឧទ្ទិសដល់បុព្វបុរសខាងម្ដាយដោយមានអ្នកយាមស្រីនៅយាមសងខាងទ្វារបើយើងធ្វើដំណើរតាមបណ្ដោយផ្លូវចូលឲ្យបានឆ្ងាយបន្តិចយើងនឹងឃើញកំផែងឥដ្ឋមួយទៀតដែលមានទ្វារចូល2មួយទៀតស្ថិតនៅខាងកើតមួយទៀតស្ថិតនៅខាងលិចលុះដើរផុតទ្វារចូលខាងកើតឃើញសំណល់គោស័ក3ដែលក្រាបទន្ទឹមគ្នាមួយជួរនៅក្នុងបរិវេណចំពីមុខប្រាសាទដោយសារកត្តាធម្មជាតិនិងជនខិលខូចមួយចំនួនបានធ្វើឲ្យប្រាសាទនេះទទួលរងការខូចខាតយ៉ាងខ្លាំងហើយបច្ចុប្បន្ននេះកំពុងជួសជុលឡើងវិញ
ប្រាសាទព្រះគោនៅក្នុងលទ្ធិព្រហ្មញ្ញសាសនាគឺជាយានជំនិះរបស់ព្រះឥសូរឈ្មោះគោនិន្ទ្រៈមានស្នែង3ដែលមានមហាឫទ្ធិស្មើព្រះឥសូរគោនេះអាចជាយានជំនិះផងនិងជាទីប្រឹក្សារបស់ព្រះឥសូរផងចំណែកគោនៅក្នុងព្រះពុទ្ធសាសនាវិញគឺជារូបតំណាងឲ្យព្រះសមណគោតមដូចនេះគោក្នុងព្រហ្មញ្ញសាសនាបូកបញ្ចូលនឹងព្រះពុទ្ធសាសនាបានធ្វើឲ្យអ្នកស្រុកមានការគោរពបូជាហើយបានហៅផ្លូវចូលប្រាសាទនេះថាផ្លូវព្រះគោចំណែកស្រះដែលនៅខាងជើងនៃប្រាសាទព្រះគោហៅថាស្រះព្រះកែវហើយស្រះដែលនៅខាងត្បូងហៅថាស្រះព្រះគោនិងតំបន់នៅក្នុងប្រាសាទនេះទាំងមូលហៅថាភូមិព្រះគោព្រះកែវបាទអរគុណឪពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត